លោកឧត្តមសេនីយ៍ទូឡៅមេញហួតឧបត្ថម្ភថវិកានិងសម្ភារៈជូនកុមារីរងគ្រោះបន្ទាប់ពីឃើញព័ត៌មានផ្សព្វផ្សាយតាមសារព័ត៌មានខេត្តតាកែវកាលពីថ្ងៃទី9 ខែកក្កដាឆ្នាំ2026ដោយក្តីអាណិតអាសូរនឹងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់កុមារបន្ទាប់ពីបានឃើញព័ត៌មានផ្សព្វផ្សាយតាមសារព័ត៌មានអំពីកុមារីរងគ្រោះនៅក្នុងហេតុការណ៍ដ៏គួរឲ្យសោកស្ដាយលោកឧត្តមសេនីយ៍ទូឡៅមេញហួតប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃក៏បានការឧបត្ថម្ភជាថវិកាចំនួន$100សហរដ្ឋអាមេរិកអង្គរ100គីឡូក្រាមនិងមី10កេសដើម្បីរួមចំណែកសម្រាលការលំបាកនៅក្នុងជីវភាពរស់នៅនិងជាការលើកទឹកចិត្តដល់កុមារីរងគ្រោះនិងក្រុមគ្រួសារតាមសារព័ត៌មានដែលទទួលបានកុមារីរងគ្រោះមានអាយុ10ឆ្នាំជាកូនកំព្រាឪពុកម្ដាយតាំងពីវ័យក្មេងនិងកំពុងរស់នៅជាមួយនឹងសាច់ញាតិនៅក្នុងស្ថានភាពជីវភាពខ្វះខាតកុមារីរស់នៅភូមិត្រពាំងលើឃុំកណ្ដឹងស្រុកបាទីខេត្តតាកែវអំណោយជាថវិកានិងសម្ភារៈខាងលើត្រូវបានលោកឧត្តមសេនីយ៍ទូឡៅមេញហួតប្រគល់ជូនតាមរយៈអ្នកសារព័ត៌មានដើម្បីនាំយកទៅប្រគល់ជូនកុមារីរងគ្រោះនិងក្រុមគ្រួសារដោយផ្ទាល់នៅក្នុងឱកាសនេះលោកឧត្តមសេនីយ៍ទូឡៅមេញហួតក៏បានផ្ដាំផ្ញើការសួរសុខទុក្ខនិងការលើកទឹកចិត្តដល់កុមារីរងគ្រោះនិងក្រុមគ្រួសារដោយសង្ឃឹមថាកុមារីនឹងទទួលបានការថែទាំការពារនិងយុត្តិធម៌ស្របតាមផ្លូវច្បាប់